សួស្តីបងប្អូនទាំងអស់គ្នាមកធ្វើសាច់មាន់ពងស្រួយញ៉ាំទាំងអស់គ្នានៅផ្ទះគ្រឿងផ្សំមានដូចជាសាច់មាន់បងប្អូនយកកាផ្លៅក៏បានស្លាបក៏បានតាមចំណង់ចំណូលចិត្តបងប្អូនចង់ញ៉ាំអញ្ចឹងណាហើយមានដូចជាពងមាន់ឬក៏ពងទា3គ្រាប់បងប្អូនដាក់ម្សៅរ៉ូឌីបន្តិចស្ករបន្តិចបងប្អូនច្បល់វាចូលគ្នាឲ្យសព្វទៅហើយបងប្អូនយកសាច់មាន់ហ្នឹងទៅជ្រលក់នៅក្នុងពងមាន់ឬក៏ពងទាហ្នឹងហើយបន្ទាប់មកបងប្អូនយកទៅជ្រលក់លើម្សៅបំពងយើងហើយគោះវាឲ្យជ្រុំម្សៅនឹងតិចទៅចាំបងប្អូនយកទៅជ្រលក់ក្នុងទឹកសាបទឹកជាយើងធម្មតាហ្នឹងណាយកជ្រលក់វាឲ្យស្រង់មកឲ្យវាស្រស់ទឹកបន្តិចទៅបងប្អូនជ្រលក់នៅក្នុងម្សៅបំពងយើងម្សៅបំពងបងប្អូនចូលចិត្តម្សៅភេទអីមកអីក៏បានដែរស្រេចតែបងប្អូនចូលចិត្តចឹងណាតោះមកបងប្អូនដាក់ខ្ទះដាក់ប្រេងដាក់ខ្លាញ់ហ្នឹងឲ្យក្តៅទៅប៉ុន្តែភ្លើងបងប្អូនបើកកុំក្តៅពេកហើយក៏កុំខ្សោយពេកនិយាយទៅបើកល្មមណាហើយបងប្អូនដាក់សាច់មាន់ហ្នឹងទៅប្រហែលជា20ទៅ25នាទីវាឆ្អិនហើយ5នាទីបងប្អូនប្រែវាម្ដងណាប្រែវាពីរដងទៅវាឆ្អិនហើយងាយស្រួលបងប្អូនហើយបងប្អូនមានកូនឲ្យចូលចិត្តញ៉ាំសាច់មាន់ពងអីចឹងស្រួលបងប្អូនធ្វើឲ្យកូនញ៉ាំទៅវាស្រួលមកទិញគេវាថាខ្លាញ់អីវាគេប្រើយូរចឹងណាបើយើងចៀនខ្លួនឯងយើងដាក់ខ្លាញ់ថ្មីរហូតដល់ពេលឃើញមាន់យើងពណ៌រាងខំហើយប៉ុណ្ណឹងរួចជាការស្រេចរបស់បងប្អូនស្រង់វាមកដាក់ឲ្យស្រស់ខ្លាញ់បន្តិចទៅហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជម្រាបលា